បាទសូមជំរាបសួរទៅកាន់បងប្អូនលោកយាយលោកតាណានឹងថ្ងៃជួបខ្ញុំបាទសាជាថ្មីទៀតហើយបាទថ្ងៃនេះគឺជាថ្ងៃបុណ្យវិសាខបូជាបងប្អូនហើយខ្ញុំសូមធ្វើការរៀបរាប់បាទការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធណាបងប្អូនយើងបាទនៅព្រះជន្ម35បាទព្រះអង្គបានស្វែងរកសច្ចធម៌និងត្រាស់ដឹងក្រោមដើមពោធិ៍នៅពុទ្ធគាយាបន្ទាប់ពីធ្វើសមាធិយ៉ាងជ្រាលជ្រៅព្រះអង្គបានយល់ដឹងអំពីទុក្ខណាបងប្អូនបាទមូលហេតុនៃទុក្ខការរលត់ទុក្ខមាគាដើម្បីរលត់ទុក្ខបងប្អូនយើងហ្នឹងហើយដែលហៅថាអរិយសច្ចៈ4បាទការបរិនិព្វាននៅព្រះជន្មាយុបាទ80ព្រះអង្គបានចូលបរិនិព្វាននៅកុសិរានាមកុសិនារាបាទកសិនារាអធិស្ឋានបងប្អូនយើងណាហ្នឹងហើយដោយបន្សល់ទុកព្រះធម៌ជាគោលការណ៍សម្រាប់មនុស្សលោកសកម្មភាពក្នុងថ្ងៃវិសាខបូជាពុទ្ធបរិស័ទតែងតែធ្វើសកម្មភាពដូចជាទៅវត្តស្ដាប់ព្រះធម៌ធ្វើបុណ្យដាក់ទានសមាធិនិងសូត្រមន្តបាទវេចង្ហាន់ព្រះសង្ឃដង្ហែទានជុំវិហារប្រព្រឹត្តអំពើល្អនិងរក្សាសិលបងប្អូនយើងណាហ្នឹងហើយនៅកម្ពុជាថ្ងៃនេះជាថ្ងៃឈប់សម្រាកផងដែរបាទថ្ងៃបុណ្យវិសាខបូជាណាបងប្អូនយើងអញ្ចឹងខាងកម្ពុជាយើងគឺគេឲ្យឈប់សម្រាកចំនួន1ថ្ងៃណាបងប្អូនយើងសារៈសំខាន់នៃបុណ្យវិសាខបូជាបុណ្យនេះមានសារៈសំខាន់ខ្លាំងព្រោះរំលឹកគុណព្រះពុទ្ធបងប្អូនបាទនេះគឺជាបុណ្យរំលឹកគុណនៃព្រះពុទ្ធណាបាទព្រះពុទ្ធបានបង្រៀនមនុស្សឲ្យធ្វើល្អលើកកម្ពស់សន្តិភាពនិងមេត្តាករុណាជំរុញឲ្យមនុស្សជៀសវាងអំពើអាក្រក់បង្កើនសាមគ្គីភាពក្នុងសង្គមការទទួលស្គាល់ជាសកលបងប្អូនណាបាទការទទួលស្គាល់ជាសកលហ្នឹងគឺនៅឆ្នាំ1999បាទអង្គការសហប្រជាជាតិបានទទួលស្គាល់ថ្ងៃវិសាខបូជាជាទិវាសាសនាពិភពលោកមួយសម្រាប់រំលឹកដល់ការចូលរួមរបស់ព្រះពុទ្ធសាសនាចំពោះសន្តិភាពនិងមនុស្សជាតិបងប្អូនយើងណាហ្នឹងហើយអញ្ចឹងបុណ្យនៃវិសាខបូជាបងប្អូនយើងតែងតែបានឈប់សម្រាកសម្រាប់បងប្អូនបាទមិនថាតែមន្ត្រីរាជការកម្មករកម្មការនីរោងចក្រនោះទេបងប្អូនណាបាទអញ្ចឹងបើសិនជាខ្ញុំធ្វើការអានខុសនៅអក្ខរាវិរុទ្ធត្រង់ប្រការណាមួយក៏សូមទ្រង់ឯកឧត្តមលោកជំទាវបាទនិងលោកយាយលោកតាព្រះតេជគុណបាទមេត្តាអធ្យាស្រ័យព្រោះខ្ញុំបាទធ្វើការអានទៅវាមានពាក្យពេចន៍មិនសមរម្យឬក៏លើលួសខ្វះខាតដោយប្រការណាមួយនោះបងប្អូនបាទលោកយាយលោកតាយើងក៏សូមអធ្យាស្រ័យបាទនឹងខន្តីអភ័យទោសបាទដល់ខ្ញុំបាទនេះផ្ទាល់តែម្ដងផងដែរព្រោះភាសាបាលីគឺខ្ញុំមិនបានដឹងជ្រៅជ្រះណាបងប្អូនយើងហ្នឹងហើយអញ្ចឹងក៏សូមអធ្យាស្រ័យផងដែរបើសិនជាមានកំហុសខុសឆ្គងណាបាទអធ្យាស្រ័យដល់ខ្ញុំបាទនេះផ្ទាល់ផងដែរបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នឹងទេបងប្អូនណាបាទហើយក៏សូមអរគុណបាទនឹងសូមជម្រាបលាសន្យាថាជួបខ្ញុំបាទនៅវីដេអូបន្តទៀតបងប្អូនយើងបាទហ្នឹងហើយសូមអរគុណណាបាទ